បាទស្វាគមន៍មកកាន់វីដេអូឃ្លីបរបស់ក្រុមគ្រួសារ admin នៃ YouTube Channel Family Trip របស់ខ្ញុំបាទថ្ងៃនេះចង់ធ្វើការបង្ហាញអំពីទស្សនវិជ្ជាឬក៏ទេសភាពនៅតាមដងផ្លូវក៏ដូចជានៅតាមរមណីយដ្ឋានមួយចំនួននៃដំណើរកំសាន្តរបស់ក្រុមគ្រួសារ admin ទៅកាន់ខេត្តមណ្ឌលគិរីបាទឋានសួគ៌ជ្រលងបបតាចប់កម្មវិធីបុណ្យអុំទូកនៅថ្ងៃទី14 15 16ឥឡូវដល់ពេលដែលក្រុមគ្រួសារមានធ្វើការដើរកំសាន្តម្ដងបាទតែពិតបន្ទានគួរតែដើរប៉ុន្តែខាងក្រុមគ្រួសារមានអត់ចង់ដើរទេដោយសារថ្ងៃបន្ទានមានមនុស្សដើរច្រើនអញ្ចឹងពិបាកក្នុងការរកកន្លែងគេងក៏ដូចជារកកន្លែងទទួលទានអាហារអញ្ចឹងយល់ល្អចាំចប់កម្មវិធីអ្នកដើរលេងគេត្រឡប់មកវិញអស់ចាំយើងទៅវិញម្ដងដូច្នេះហើយកន្លែងវាក៏ស្ងាត់ល្អមិនរញ៉េរញ៉ៃការហូបចុកទទួលទានមានភាពងាយស្រួលបាទស្វាយជ្រះពន្យល់សនួលជួយបង្កប់ពីធ្នូបាទសម្រាប់ការធ្វើដំណើរមកមណ្ឌលគិរីមួយលើកនេះគឺយើងសម្រាប់តែមួយយប់ទេហើយស្អែកត្រឡប់ទៅវិញគឺថ្ងៃ16 17យើងត្រឡប់ទៅវិញអញ្ចឹងកម្មវិធីយើងចង្អៀតត្រូវដើរឲ្យបានលឿនបន្តិចដើម្បីបដិយកទេសភាពប៉ុន្តែលើកណាក៏ដូចជាលើកណាដែររៀងរាល់ពេលមកមណ្ឌលគិរីគឺតែងតែដកចិត្តទៅនឹងទេសភាពហើយព្រមជាមួយនឹងនៅចន្លោះខែ11ខែ12នេះនៅមណ្ឌលគិរីទេសភាពស្អាតហើយខ្យល់អាកាសក៏សមរម្យទៀតអញ្ចឹងវាបង្កឲ្យមានភាពងាយស្រួលនិងសប្បាយផងដែរក្នុងការដើរកម្សាន្តបាទចំពោះទីកន្លែងដំបូងដែលក្រុមគ្រួសារយើងមកទស្សនានេះគឺនៅកន្លែងមួយកន្លែងដែលមានឈ្មោះថា Sunset Camping គឺនៅលើកំពូលភ្នំតែម្ដងច្រកចូលគឺមុននឹងទៅដល់ទីរួមខេត្តមណ្ឌលគិរីក្រុងសែនមនីរុងគឺមានផ្លូវបត់ស្ដាំដែលគេដាក់ប៉ាណូSunset Camping ផងដែរអញ្ចឹងក្រុមគ្រួសារមានក៏ឈានចូលតាមនឹងជិះតាមផ្លូវរទេះគោមើលទៅលក្ខណៈ adventure បន្តិចប៉ុន្តែมันជាអ្វីទេដោយសារផ្លូវក៏វាមិនពិបាកណាស់ណាដែរអញ្ចឹងយើងធ្វើដំណើរទៅលេងនៅ camping នៅ Sunset Resort Camping ហ្នឹងញ៉ាំអាហារថ្ងៃត្រង់នៅទីនោះអាហារថ្ងៃត្រង់ហ្នឹងទៀតសោតគឺយើងមានអាហារក្រុមគ្រួសារមានរៀបចំអាហារខ្លួនឯងគ្រាន់តែយើងទៅលេងនៅកន្លែងរបស់ខាង camping គាត់បន្ទាប់មកយើងសុំកន្លែងគាត់រៀបចំអាហារថ្ងៃត្រង់អង្គុយនៅទីនោះលេងជាមួយនឹងអាកាសធាតុនិងទេសភាពផងដែរហើយក៏យើងត្រឡប់ចាក់ចេញមកវិញSunset Camping Resort គឺជាកន្លែងមួយដែលមានទេសភាពស្អាតស្ថិតនៅលើកំពូលភ្នំតែម្ដងខ្យល់អាកាសក៏បរិសុទ្ធផងដែរឡើងមកទេសភាពមើលទៅឡើងមកលើកំពូលភ្នំមើលទៅទេសភាពស្អាតបើនិយាយអំពីទេសភាពនៅពេលល្ងាចពេលរសៀលវិញគឺរត់តែល្អទៀតព្រោះយើងអាចមើលថ្ងៃលិចបានផងដែរក៏ប៉ុន្តែដោយសារយើងអត់មានបំណងគេងនៅលើទីនោះអញ្ចឹងយើងគ្រាន់តែចុះទៅកំសាន្តនិងញ៉ាំអាហារថ្ងៃត្រង់សម្រាប់បានប្រហែលជា2ម៉ោងដែរក៏យើងធ្វើដំណើរត្រឡប់មកវិញមណ្ឌលគិរីទីឋានស្នេហ៍ខ្ញុំក្រុងសែនមនោរម្យធ្វើជាមេបាអូផាជនជាតិរូបឆោមសោភីស្រុកកៅសេមាអ្នកជាសាស្រីអោ
ស្រុកអូរាំងខាងរូបខ្ញុំហើយពេញជ្រាតាអើយកុំឡើយចេញស្ដីជួយលាក់ស្នេហ៍ខ្ញុំកុំប្រាប់កអ្វីក៏ងែកកុំស្ដីខ្លាចស្រីនាងខឹងភូមិឋានជនជាតិកំណើតស្នេហ៍ខ្ញុំបុប្ផាក្រពុំខ្មុំក្រេបលំអងដាក់ដាំចាំស្នេហ៍នោមថែនួនល្អងបាទចាក់ចេញពី Sunset Camping Resort មកប្រហែលជាម៉ោង2ជាង7នៅសល់ម៉ោងអញ្ចឹងមុននឹងចូលទៅផ្ទះសំណាក់ដើម្បីរៀបចំទទួលទានអាហារពេលល្ងាចអង្គកសាមីនក៏ជីហួសទៅទេសនានៅដាក់ដាំបាទទៅមើលកន្លែងកំសាន្តមួយកន្លែងដែលគេឲ្យឈ្មោះថាអក្សរ S ដែលនៅក្បែរនឹងព្រំដែនកម្ពុជាវៀតណាមផងដែរបាទម្យ៉ាងដែរបាទផ្ទាំងទស្សនីយភាពបើយើងថតពី background ទៅយើងឃើញរាងជាអក្សរ S ដែលពុកម៉ែបងប្អូនឃើញទាំងអស់គ្នាពីអ្នកដែលមកទេសនានៅទីនេះក៏បានផ្ដិតយកនោះគឺពិតជាស្រស់ស្អាតដោយសារយើងពិបាករកកន្លែងណាដែលនឹងមានរាងដូចជាអក្សរ S ដូចនៅកន្លែងច្រោះនៅកន្លែងដែលយើងមកទេសនានេះណាអញ្ចឹងកន្លែងមួយនេះវាសមប្រកបហើយទេសភាពស្អាតផ្លូវស្រីក្រោមពុនបាទអញ្ចឹងជាទូទៅបើសម្រាប់បងពុកម៉ែបងប្អូនដែលមានបំណងមកទេសនានៅខេត្តមណ្ឌលគិរីទាំងអស់គ្នាកុំភ្លេចមកទេសនាកន្លែងកំសាន្តអក្សរ S នេះដើម្បីផ្ដិតយកភាពយកស្រស់ស្អាតមួយនេះផងដែរបាទហើយវាមិនឆ្ងាយទេពីទីក្រុងខេត្តមណ្ឌលគិរីប្រហែលជា15គីឡូម៉ែត្រប៉ុណ្ណោះនៅពីទីក្រុងខេត្តជិះមកតាមច្រកដាក់ដាំមកយើងទទួលបាននៅទេសភាពដ៏ស្រស់ស្អាតបាទហ្នឹងហើយកុំឲ្យខាត់ពេលសម្ពុកម៉ែបងប្អូនធ្វើដំណើរឡើងជាមួយខ្ញុំបាទទៅលើកំពូលភ្នំដើម្បីយកផ្ដិតយកទេសភាពហើយក៏ផ្ទាំងអក្សរ S ទាំងអស់គ្នាបាទថាតើវាស្រស់ស្អាតប៉ុណ្ណាប៉ុន្តែកន្លែងខ្លះអក្សរ S យើងថតអត់ចំប្លង់ក៏វាអត់ចេញអក្សរ S ច្បាស់ល្អបានដែរបាទកៅសេមាអ្នកជាសាស្រីអោស្រុកអូរាំងខាងរូបខ្ញុំហើយពេញជ្រាតាអើយកុំឡើយចេញស្ដីជួយលាក់ស្នេហ៍ខ្ញុំកុំប្រាប់កអ្វីក៏ងែកកុំស្ដីខ្លាចស្រីនាងខឹងភូមិឋានជនជាតិកំណើតស្នេហ៍ខ្ញុំបុប្ផាក្រពុំខ្មុំក្រេបលំអងដាក់ដាំចាំស្នេហ៍នោមថែនួនល្អងញាតិមិត្តបងបងសងរួមមេត្រីបាទនេះនៅទីកន្លែងដែលពុកម៉ែបងប្អូនឃើញអ្នកទេសនាគាត់ថតកន្លែងច្រើនជុំគ្នាមកនេះគឺកន្លែងអក្សរ S ដែលយើងថតទៅយើងមើលឃើញផ្ទៃ background ពីក្រោយទៅឃើញរាងអក្សរ S មែនគឺផ្លូវហ្នឹងរាងជាអក្សរ S ហើយសស្អាតមែនតើព្រោះដោយសារមានភ្នំនៅសងខាងអញ្ចឹងផ្លូវនៅកណ្ដាលរាងជាអក្សរ S ពិបាកនឹងរកផ្ទាំងទស្សនីយភាពមួយនេះផងដែរបាទឋានជនជាតិកំណើតស្នេហ៍ខ្ញុំបុប្ផាក្រពុំខ្មុំក្រេបលំអងបាទបន្ទាប់ពីទេសនានៅក្នុងតំបន់រៀងអក្សរ S គេហៅភូមិអូនដងនេះមក
ចប់សពគ្រប់ក្រុមគ្រួសារមីនក៏បានធ្វើដំណើរបង្ហោះទៅដល់ព្រំដែនតែម្ដងកម្ពុជាវៀតណាមដែលចម្ងាយប្រមាណបើតាមវត្តប្រមាណជា5ទៅ6គីឡូម៉ែត្រពីតំបន់ទេសនានេះទៅព្រំដែនតែប៉ុណ្ណោះប៉ុន្តែទៅដល់ព្រំដែនអត់មានអីទេបាទគ្រាន់តែជាកន្លែងប្រចាំការមួយរបស់ខាងទាហានយើងនិងព្រំដែនវៀតណាមតែប៉ុណ្ណោះអញ្ចឹងក្រុមគ្រួសារមីនក៏ត្រឡប់មកវិញមករកកន្លែងគួរសមបាទគឺទៅផ្ទះសំណាក់រៀបចំអាហារពេលល្ងាចតែម្ដងព្រោះថ្ងៃទី1នេះក្រុមគ្រួសារងើបពីព្រលឹមពីទីក្រុងភ្នំពេញអញ្ចឹងធ្វើដំណើរតាមផ្លូវចុះច្រើនហើយក៏ហត់ច្រើនដែរអញ្ចឹងដល់ពេលស្រស់ស្រូបអាហារពេលល្ងាចបង្កើនធម៌ពលសម្រាប់យកកម្លាំងធ្វើដំណើរនៅថ្ងៃស្អែកបាទបាទសម្រាប់ដំណើរកំសាន្តថ្ងៃទី1របស់ក្រុមគ្រួសារមីនមកកាន់ខេត្តមណ្ឌលគិរីនេះសិនមកតែចប់តែប៉ុណ្ណេះរៀនខ្លីបន្តិចដោយសារអត់សូវបានថតច្រើនអញ្ចឹងបានតែវីដេអូបានតែរូបថតសន្លឹកហើយក៏សូមអរគុណពុកម៉ែបងប្អូនច្រើនក្នុងការចំណាយពេលវេលាតាមដានវីដេអូឃ្លីបរបស់ Admin បាទសូមអរគុណសូមជម្រាបលាអោស្រុកអូរាំងខាងរូបខ្ញុំហើយ